ជប់កុំតន់អស់ទៅទៀតសុំមួយអ្នកទាំងអស់គ្នាបានធ្វើការតំណាក់សត្វល្អិតហើយឬនៅហើយអត់ដែរតំណាក់សត្វល្អិតដោយសារតែគិតថាវាមិនចាំបាច់ត្រូវអត់ចូលបើខ្ញុំប្រាប់អ្នកទាំងអស់គ្នាវិញថាសត្វល្អិតនៅក្នុងខ្លួនអាចបង្កឲ្យមានបញ្ហាសុខភាពជាច្រើនហើយជាពិសេសអាចបណ្ដាលមានជំងឺរលាកថ្លើមដែរជំងឺរលាកថ្លើមប្រភេទនេះអាចបង្កឡើងពីសត្វល្អិតឬប៉ារ៉ាស៊ីតមួយចំនួនដែលភាគច្រើនមាននៅក្នុងទឹកឬអាហារមិនស្អាតនិងជាពិសេសត្រីទឹកសាបទោះបីជាអ្នកគិតថាអ្នកមិនមានអារម្មណ៍ឈឺឬគ្មានរោគសញ្ញាណាមួយក៏ដោយប៉ុន្តែសត្វល្អិតទាំងនោះអាចកំពុងតែសម្ងំហើយបង្កភាពរលាកទៅដល់ថ្លើមនិងវាយប្រហារទៅដល់រាងកាយរបស់អ្នកដូច្នេះហើយទើបការតំណាក់សត្វល្អិតឲ្យបានទៀងទាត់ពិតជាមានសារៈសំខាន់ណាស់បើប្រៀបធៀបជាមួយនឹងជំងឺរលាកថ្លើមដែលបង្កដោយវីរុសនិងជំងឺរលាកថ្លើមដោយសារតែគ្រឿងស្រវឹងអ្វីត្បិតតែករណីជំងឺរលាកថ្លើមបង្កដោយប៉ារ៉ាស៊ីតមានភាគរយតិចជាងមែនប៉ុន្តែប្រជាជនកម្ពុជានិយមបរិភោគត្រីឆៅដូចជាភ្លាប្រហុកម៉ាំផ្អកជាដើមដែលជាមូលហេតុចម្បងក្នុងការកើតមានជំងឺនេះដូច្នេះហើយយើងគួរតែប្រុងប្រយ័ត្នតាមដានសុខភាពនិងកុំភ្លេចទម្លាក់សត្វល្អិតឲ្យបានទៀងទាត់ផងណាសម្រាប់ព័ត៌មានបន្ថែមសូមតាក់ទងមកកាន់ HEA